សួស្តីអ្នកទាំងអស់គ្នាវិលជួបគ្នាម្ដងទៀតហើយថ្ងៃនេះផងដែរខ្ញុំបានលើកយកពាក្យមួយចំនួនដែរដែលតាក់ទងជាមួយនឹងក្លោចូលឆ្នាំដែលយើងអាចយកទៅប្រើប្រាស់និយាយបានតើឥឡូវយើងមកខាត់ពេលវេលាយូរយើងអាចអានជាមួយគ្នាហើយនឹងរៀនបកប្រែជាមួយគ្នាអញ្ចឹងពាក្យនេះយើងអានថា过完年了明天正常上班ម្ដងទៀត过完年了明天正常上班ប្រហែលចូលឆ្នាំចប់ហើយថ្ងៃស្អែកធ្វើការធម្មតាឬក៏ចូលធ្វើការធម្មតាអញ្ចឹងណានឹង过完年了អញ្ចឹង过完年了ហ្នឹងគឺចូលឆ្នាំហើយឬក៏新年过年结束បានហើយហ្នឹងយើងអាចប្រើ结束អញ្ចឹងក៏ឥឡូវយើងយើងយក过完年了明天ថ្ងៃស្អែក正常ធម្មតាវិញ正常上班ដែលចូលធ្វើការធម្មតាអញ្ចឹងយើងបូកចូលគ្នា过完年了明天正常上班ចឹងចូលឆ្នាំហើយថ្ងៃស្អែកចូលធ្វើការវិញធម្មតាហ្នឹងថ្ងៃដែលយើងតឹងរងចាំអញ្ចឹងណាតែឥឡូវយើងមើលប្រយោគក្រោមមួយទៀតប្រយោគក្រោមនេះគឺយើងអានថា我想再请一天假我想再请一天假តែខ្ញុំចង់សុំច្បាប់សម្រាប់មួយថ្ងៃទៀតហ្នឹង我想再请一天假តែខ្ញុំចង់សុំច្បាប់សម្រាប់មួយថ្ងៃទៀត我想ហ្នឹងគឺខ្ញុំចង់ចៃហ្នឹងគឺចៃហ្នឹងគឺម្ដងទៀតអញ្ចឹងឈិងអ៊ីធៀនជាសុំច្បាប់មួយថ្ងៃដល់ពេលយើងដាក់ចៃឈិងអ៊ីធៀនជាសុំច្បាប់ថែមមួយថ្ងៃទៀតអញ្ចឹងទៅចឹងយើងមកចូលគ្នា我想ចៃឈិងអ៊ីធៀនជាខ្ញុំចង់សុំច្បាប់ថែមមួយថ្ងៃទៀតតែអត់ហ៊ាននឹងតែឥឡូវយើងមើលវីដេអូក្រោយមួយទៀតចឹងតដូចយីមិញអញ្ចឹងវីដេអូនេះស្តៀងវីដេអូបំបញ្ញមិញដូចគ្នាអញ្ចឹង我想续一天假我想续一天假ប្រែខ្ញុំចង់សុំបន្តច្បាប់សម្រាប់មួយថ្ងៃទៀតអាហ្នឹងយើងដាក់បន្តអាមួយខាងលើនោះអត់មានបន្តនេះយើងដាក់បន្តហើយនេះ我想续一天假ហ្នឹងខ្ញុំចង់ច្បាប់បើយើងនិយាយភាសាសាមញ្ញយើងនិយាយថាខ្ញុំចង់សុំច្បាប់តមួយថ្ងៃទៀតអញ្ចឹងណាយើងអាចនិយាយពាក្យហ្នឹងបាន我想续一天假ខ្ញុំចង់សុំច្បាប់តមួយថ្ងៃទៀតហ្នឹងយើងអាចនិយាយចឹងបានចាស់ប្រយោគក្រោយនេះយើងអានថាចឹងស្តៀងគ្នាដែរទេ我想请假但我怕老板扣工资ម្ដងទៀត我想请假但我怕老板扣工资ប្រហែលខ្ញុំចង់សុំច្បាប់តែខ្ញុំខ្លាចថៅកែកាត់ប្រាក់ខែឬក៏យើងអាចនិយាយខ្លីទៅកាត់លុយក៏បានដែរប៉ុន្តែពាក្យកាត់លុយហៅខូចឈៀនតែយើងក៏អាចនិយាយថាកាត់លុយបានដូចគ្នាហ្នឹង我想请假ខ្ញុំចង់សុំច្បាប់តាន់មកពាក្យ但是តែ我怕ហ្នឹងគឺខ្ញុំខ្លាចlão板ថៅកែ扣工资កាត់ប្រាក់ខែហ្នឹងអញ្ចឹងយើងបូកចូលគ្នា我想请假但我怕老板扣工资ខ្ញុំចង់សុំច្បាប់តែខ្លាចថៅកែកាត់ប្រាក់ខែឬក៏កាត់លុយយ៉ាងហ្នឹងកងស៊ឺហ្នឹងគឺលុយប្រាក់ខែហ្នឹងអញ្ចឹងគឺនេះគឺជាវីដេអូខ្លីៗខ្លះមួយចំនួនដែលតាក់ទងនឹងការក្រោយចូលឆ្នាំហើយអារម្មណ៍យើងពិតប្រាកដអញ្ចឹងណាអាហ្នឹងហើយអញ្ចឹងមេរៀនយើងថ្ងៃដល់ធំហ្នឹងអញ្ចឹងបងប្អូនទាំងអស់គ្នាចង់ comment សួរពីអីមួយអាច comment ខាងក្រោមបានបើខ្ញុំចេះខ្ញុំនឹងចែករំលែកជាមួយអ្នកទាំងអស់គ្នាហើយយើងរៀនសូត្រជាមួយគ្នាអញ្ចឹងអរគុណច្រើនជួបគ្នាវីដេអូក្រោយបាយបាយ